ភាពស្មោះត្រង់គឺជាគុណតម្លៃដ៏សំខាន់មួយក្នុងការទំនាក់ទំនងរវាងមនុស្សជាមួយមនុស្សនិងក្នុងសង្គមទាំងមូលវារួមមានការពិតក្នុងសម្ដីសកម្មភាពនិងចិត្តសន្តោសប្រណីចំពោះអ្នកដទៃគុណសម្បត្តិនេះមានសារៈសំខាន់ដូចខាងក្រោម 1. ការកសាងទំនុកចិត្តភាពស្មោះត្រង់ជាឫសគល់នៃទំនុកចិត្តទំនាក់ទំនងដែលមានភាពស្មោះត្រង់មានស្ថិរភាពនិងអាចធន់ទ្រាំនឹងឧបសគ្គបាន 2. ការគោរពខ្លួនឯងការរស់នៅដោយស្មោះត្រង់ធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តល្អនិងមិនត្រូវភ័យខ្លាចការដែលគេរកឃើញការពិត 3. ការអភិវឌ្ឍផ្ទាល់ខ្លួនការទទួលស្គាល់កំហុសនិងភាពទន់ខ្សោយរបស់ខ្លួនដោយស្មោះត្រង់ជាជំហានដំបូងនៃការរីកចម្រើនខាងផ្លូវចិត្ត 4. ភាពជាគំរូល្អភាពស្មោះត្រង់របស់យើងអាចប៉ះពាល់វិជ្ជមានទៅលើអ្នកដទៃជាពិសេសកុមារនិងយុវជនការអនុវត្តភាពស្មោះត្រង់និយាយពិតទោះបីការពិតនោះពិបាកនិយាយក៏ដោយទទួលខុសត្រូវលើសកម្មភាពនិងលទ្ធផលរបស់ខ្លួនគោរពកិច្ចសន្យានិងសច្ចាប័នមានចិត្តមេត្តាក្នុងការប្រាប់ការពិតភាពស្មោះត្រង់មិនមែនមានន័យថាត្រូវនិយាយអ្វីទាំងអស់ដោយគ្មានការគិតគូរទេប៉ុន្តែវាទាមទារឲ្យយើងជ្រើសរើសពាក្យសម្ដីដោយគោរពនិងមានបំណងល្អសង្គមដែលមានស្ថាប័ននិងប្រជាពលរដ្ឋមានភាពស្មោះត្រង់គឺជាសង្គមមួយដែលមានសន្តិភាពនិងអាចអភិវឌ្ឍបានយូរអង្វែង